ភាពថតរឿងបោកប្រុសចាស់ចិញ្ចឹមប្រុសក្មេងនេះថតបានទេសភាពស្អាតដល់ពុកម៉ែបងប្អូនដល់ចាយលុយវិញដល់ចាយលុយអូឯងដល់រកគ្នាទៅចាយលុយហ្នឹងឯងចុះឯងលោកបានចឹងព្រោះឯងមិនទុកមិនថាយើងដំមាសដំអីទៅហើយទៅពាក់ឲ្យធ្ងន់ដៃទៅអីមែនហ្នឹងពាក់ធ្ងន់កអីចង់ពាក់ឲ្យពួកយើងមកបានមិនចង់ពាក់អញ្ចឹងខ្ញុំដូចថាព្រោះឯងលក់អីនេះលក់ចាយលេងហ្មងចឹងទូរស័ព្ទហ្មងថាចង់ចាយអស់លុយ2000ជាងណាអញ្ចឹងព្រោះឯងទៅហួរចឹងកូនហើយวันนี้ចាយលុយលេងមិនចឹងសូមរងចាំទស្សនាក្រុមសម្ដែងយាយនងឆេះនិងយាយនងឆេះនៅក្នុង Channel YouTube ពុកម៉ែបងប្អូនបានចាយខ្លួនឯងហើយចាំបាច់ចាយលុយខ្លួនឯងនេះចាយលុយខ្ញុំបាត់មើលចាំដល់អីនិយាយទៅមើលតែខ្ញុំលុយចាយលក់ខ្លងខ្ញុំលុយចាយលក់ខ្លងដីច្រើនមកទៅអស់ប្រុសព្រានបាទនំអ្នកឯងក៏ធ្វើអីសម្បូរលុយប្រុសព្រានអីពូចឹងក៏អត់មានការអីពួកឯងទៅរកអ្នកដល់ចាយមួយពួកឯងចឹង